លោកនេះជារូបល្ខោនដែលយកតម្លៃថ្លៃមើលក្រៃលែងណាស់រហូតដល់មានតម្លៃដល់ថ្នាក់ស្មើជីវិតនៃអ្នកមើលទៀតផងគឺជារូបល្ខោននៃមាដែលមនុស្សយើងនិយមចូលចិត្តទស្សនាតាមដានរឿងតួអង្គដែលខ្លួនស្អប់ចង់ឲ្យតួនោះចាញ់ឬស្លាប់ឬក៏ចង់បានតួដែលខ្លួនស្រឡាញ់នោះគោលគឺលះបង់ពេលវេលាលះបង់ជីវិតលះបង់នៅព្រមចរិយធម៌ដើម្បីបានមើលល្ខោនលោកនៃគំនិតដែលមានកិលេសសមានិមិត្តធ្វើឡើងបានរស់នៅហើយដុតដំឡូងហូបទៅមនុស្សយើងតែងខ្វល់អាល័យនឹងអ្វីបីដូចជាគោខ្វាយខ្វល់ឆ្ងល់នឹងជ្រូកឈ្មោះសរុបដូច្នោះដែរឯងដំណោះស្រាយការខ្វល់ខ្វាយនឹងខ្លួនឯងមួយឲ្យយើងយល់អំពីជីវិតពិតនៅលើបុណ្យហើយខំធ្វើតែបុណ្យទៅក៏ត្រូវកាត់រឿងខ្វល់រហូតដល់ពាក់កណ្ដាលឯណោះពីរអប់រំញាណឲ្យដឹងបច្ច័យនៃបរមត្ថតថាគឺពិតដូច្នោះឯងអញ្ចឹងឯងនឹងដឹងផលនៃបច្ច័យគឺគ្មានអ្វីហួងហែងឲ្យខ្វល់ខ្វាយឡើយដូច្នេះហើយក៏កាត់កង្វល់បន្ថែមទៀតទៅតាមលំដាប់នៃញាណរៀងខ្លួនកុំស្រឡាញ់អ្នកដទៃឲ្យថ្នាក់អស់សេរីភាពខ្លួនឯងកុំឃុំខ្លួនក្នុងទ្រុងភ្លើងដោយការស្អប់ទេដែរមនុស្សយើងមានតម្លៃរៀងខ្លួនព្រះពុទ្ធអង្គទ្រង់ប្រោសនាងទាសីបុរសជាស្មូនកើតភ្លុងបណ្ដាចានិងនាងសោភិនីជាដើមមានរឿងខ្លះយើងឲ្យតម្លៃដល់អ្នកដែលមិនឲ្យតម្លៃយើងតែភ្លេចឲ្យតម្លៃខ្លួនឯងហើយក៏សោកសៅគិតថាខ្លួនឯងអត់តម្លៃមែនសុនីតអ្នកចាក់សម្អាងគេមិនឲ្យតម្លៃគេធ្វើគេមើលងាយតែចូលក្នុងសំណាញ់ញៀនទ្រង់ប្រោសប្រទានឲ្យបានដួសលុះព្រះអរហន្តប្រៀបដូចបន្ទុំដោះផុតអំពីគំនរសម្រាមមនុស្សយើងភាគច្រើនជ្រើសរើសយកការពេញចិត្តទោះជាប្រកបទៅដោយខន្ទៈរាគៈឬមោហៈអវិជ្ជាអ្វីនោះគឺមិនដឹងឡើយឲ្យតែពេញចិត្តអាត្មាភាពទៅគឺបានហើយម្យ៉ាងទៀតអ្នកណានិយាយអ្វីមិនសំខាន់ទេសំខាន់ត្រង់គ្នាយើងឬគ្នាគេបើគ្នាគេចាំចាប់បន្លែងលើកយកទូតើពុទ្ធបរិស័ទជ្រើសរើសយកមួយណាគឺមួយត្រូវចិត្ត
និងមួយទៀតត្រឹមត្រូវយើងតែងតែពោលថាម្ចាស់ជីវិតម្ចាស់ដួងចិត្តម្ចាស់ចិត្តតែសភាពជាក់ស្ដែងយ៉ាងដូចម្ដេចដែរគឺយើងជាទាសាស្ត្ររបស់ជីវិតនិងជាខ្ញុំបម្រើចិត្តបម្រើកិលេសទាំងយប់បម្រើកិលេសទាំងថ្ងៃដោយកម្មបើយើងពិតជាម្ចាស់មែនក៏បីគ្រប់គ្រងចិត្តនាំឲ្យនៅសេចក្តីសុខចិត្តតាំងពុតាំងសុខាវហៈគឺនាំចិត្តឲ្យសុខនៅជាមួយនឹងយើងរក្សាស្អីក៏ពូកែដែរតែមិនចេះខែចិត្តខ្លួនឯងចង់ក្រន់បើទៅវាយគេតែបែរជាបានខោចខ្លួនឯងចិត្តស្អប់ទៅអ្នកណាមានសភាពជាគ្រឿងគឺគុណបើគេបានសម្រេចជោគជ័យចំណែនគ្នានេះបើគេដួលរលំមើលងាយជន់ថែត្រេកអរចិត្តមេត្តាមានសភាពជាឱសថជាអាហារជាផ្កាបើគេបានជោគជ័យទន់ភ្លន់មុទិតាអបអរបើគេដួលរលំករុណាខំជួយដោយវិធីផ្សេងគួរអប់រំមេត្តាក្នុងការរក្សាអ្នកដទៃខន្តីអនុគ្រោះនិងចម្រើនទេពដ្ឋានទើបបានរក្សាខ្លួនដល់ល្អជីវិតពិតផ្លូវលោកខំប្រឹងរកឲ្យបានរស់សោយការសាងកេរ្តិ៍ឈ្មោះទ្រព្យរបស់រស់ពឹងគ្នាជីវិតព្រះធម៌ខំសាងល្អត្រង់អំមីនៃធម្មៈសម្បទាសិលភាវនាពឹងអាត្មាចំណេះតាមផ្លូវលោកចេះដឹងរោគរឿងកាយាគ្រប់គ្រងដែនសីមាចក្រវាឡាខ្លាបំពេញចំណេះផ្លូវព្រះធម៌មិនវឹកវរមโนវិញ្ញាណប្រងចិត្តឈ្មោះនិព្វានដោយព្រមយានមានកង្វល់សេចក្តីសុខស្ងប់បញ្ចប់សន្លៃមិនមែនបានអ្វីលោកីតណ្ហាតែព្រោះច្រវាក់ពតថាដូចមិនសោកាព្រោះទោយ៉ាងតិចជាកំហុសរបស់មនុស្សតែគិតថាជីវិតរឹងមាំនៅពេលដែលមហាសេដ្ឋីចូលពិនិត្យសុខភាពដឹងថានៅប៉ុន្មានថ្ងៃទៀតនឹងស្លាប់ទើបបានដឹងខ្លួនជាក់ស្ដែងថាទ្រព្យសម្បត្តិដ៏មហាសាលទាំងនោះមិនជាទីត្រេកអររបស់ខ្លួនឡើយពីព្រោះអ្វីដែលខ្លួនត្រូវការចាំបាច់គឺសុខភាពនិងជីវិតរស់នៅដុំមាសដុំប្រាក់ទៅដូចជាដុំឈូងដុំថ្មមួយរំពេចដោយគ្រាន់តែសភាពនៃចិត្តបដូរខ្លះតែប៉ុណ្ណោះអ្នកនោះជាទីស្រឡាញ់ណាស់របស់យើងច្រើនចិត្តយើងស្រឡាញ់ណាស់បូកនឹងអាណិតអ្នកនោះនឹងឯង
ត្រឡប់ទៅជាទីស្អប់របស់យើងព្រោះចិត្តបដូរផ្លាស់រឿងផ្សេងទៀតក៏ដូចគ្នាសេចក្តីវិនាសដ៏សែនកំសត់របស់មនុស្សយើងមិនមែនវិនាសទ្រព្យសម្បត្តិព្រាត់ប្រាសញាតិមិត្តទេគឺការសម្លឹងមើលសេចក្តីសុខរបស់អ្នកដទៃហើយវិនាសសេចក្តីសុខក្នុងចិត្តរបស់ខ្លួនឯងរក្សាព្រៃឲ្យគង់មិនខ្វះអដុតជីវិតឆ្លងផុតមិនខ្វះទ្រព្យធនពីសេបតញ្ញៈនិច្ចទាយវ័នយាត្រាស្វែងបុណ្យពុទ្ធគុណពុទ្ធគយាជួបមនុស្សបែបណាមើលងាយការកុំមើលងាយមនុស្សយល់ដឹងមនុស្សសត្វបរមច្ចៈលុបធម្មជាតិទាំងអស់ស្មោះត្រង់តាមហេតុរស់ទៀងមិនឆ្ងាយក្នុងអាយុ100ឆ្នាំលះបង់បាបកម្មកុំចាំទុកយូររៀនលះរៀនលាភាវនាគិតគូរជីវិតតស៊ូសុខក្នុងកម្មដ្ឋានបច្ចុប្បន្នកំពុងរស់នៅគឺត្រូវមានបរមត្ថមិនមែនសត្វមិនមែនអនត្តាកិច្ចសិក្សាគឺសតិរលឹករឿយរឿយឃើញធម៌ក្នុងបច្ចុប្បន្នតនពេលមិនរសេមរសាមឲ្យទិដ្ឋិនិងតណ្ហាឡើយក្នុងលោកតែងលើកអំពីដែនអធិបតេយ្យទឹកដីប្រទេសនគរត្រូវរក្សាការពារកម្ចាត់ម៉ាំងឃ្លានហ៊ានជាដើមតែមិនបានរក្សាការពារចិត្តរបស់ខ្លួនឯងទេប្រមាថទៅជាអធិបតេយ្យមិនមានឥស្សរភាពអ្វីលើចិត្តខ្លួនឯងទៅវិញខ្មាំងសត្រូវគ្រប់បែបមានអំណាចគ្រប់គ្រងចិត្តជាយូរអង្វែងមកទាំងកាយទាំងចិត្តទាំងជីវិតជាអាណានិគមស្ថិតក្នុងអំណាចនៃអវិជ្ជាតណ្ហានិងទិដ្ឋិគឺមិនមានឯករាជ្យឡើយប៉ុន្តែអត់ដឹងយើងខំរៀបចំជីវិតឲ្យមានរឿងល្អល្អមិនតាន់បានទេតែសំខាន់នៅត្រង់មោហៈឬសតិកាយទូមានទទួលរឿងនោះប្រៀបដូចយើងយកលេខសូត្រមកដាក់កន្លែងណាបើយើងមានលេខ1នោះបើយើងមិនឆ្លាតទេដាក់ទៅបានតែ01ហ្នឹងតែបើយើងឆ្លាតដាក់ឲ្យត្រូវដល់10យ៉ាងណាស្មារតីធ្វើប្រយោជន៍បានដើម្បីអ្នកដទៃធ្វើអ្វីមិនជាប្រយោជន៍មកលើខ្លួនយើងដល់ដោយចុះបីដូចជាឧបាសកម្នាក់បានលុះក្នុងអ្នកអស់ក្នុងគុណនាគាគេញុះញង់ព្រះរាជាអញ្ចឹងឯងតែគាត់នៅតែប្រកាន់យកទិដ្ឋិរបស់គាត់ជឿទៅលើការត្រឹមត្រូវរបស់គាត់រហូតបានសម្រេចមគ្គផលនៅក្នុងពុទ្ធនាគានោះមនុស្សយើងបញ្ឆោត
ខ្លួនឯងថាដោះស្រាយបញ្ហាមួយនឹងបានគឺរៀបរយទៅបានគ្រប់រឿងព្រមទាំងឆ្លើយថាអូខេរលូនទៅតែម្ដងរឿងខ្លះអត់ដោះស្រាយយកស្លាប់យករស់តែតាមគោលអរិយសច្ចៈបានបង្រៀនយើងថាដរាបណានៅមានតណ្ហាដរាបនោះបើមិនកើតទុករឿងនេះទេក៏កើតទុកនៅក្នុងរឿងនោះដែរ101,000រឿងជាអនេកជាតិទេពឋានរលឹកដឹងបរមត្តមហាទិដ្ឋិតណ្ហារស់នៅសុខក្នុងបច្ចុប្បន្នទោះជាសភាវៈហោអ្វីក៏បានដែរមនុស្សយើងផ្សេងគ្នាស្រាប់ហើយតើគ្រាន់តែទទួលព្រមថាផ្សេងគ្នាដោយបរមត្តពិតដូច្នោះឯងក៏ចប់បញ្ហាទៅដល់ពេលយើងធំមកយើងរៀនចេះអត់ធន់ចេះរងចាំចេះស្រឡាញ់ចំពោះគុណប្រយោជន៍មិនមែនស្រឡាញ់ដូចក្មេងនៅល្ងងខ្លៅនោះទេលោកនេះបានបង្រៀនការពិតឲ្យយើងដឹងថាមិនមានអ្វីបានដូចចិត្តគ្រប់យ៉ាងនោះឡើយក៏មិនមានមនុស្សចូលចិត្តយើងគ្រប់គ្នានោះដែររឹងមាំតែលំបាករកអ្នកស្មោះស្មើនោះទៅទៀតតែយើងដោះស្រាយដោយការសិក្សាអំពីសច្ចៈនឹងឯងនឹងមានរបៀបរស់នៅដោយមិនជំពាក់ពាក់វិនជាមួយអ្វីដទៃនៅក្នុងបច្ចុប្បន្នឡើយសំបីស្លឹកឈើទុំជ្រុះក៏នាំមកនៅការសិក្សាបានលុះដល់បច្ចេកពុទ្ធញ្ញាណត្រូវអាស្រ័យចិត្តស្ងប់អប់រំញាណទើបចូលដល់សច្ចធម៌បញ្ហានៅត្រង់មនុស្សយើងរវល់វឹកវរសពសារពើនឹកសន្ធឹករឿងរហូតដល់គ្មានពេលនៅជាមួយនឹងខ្លួនឯងដោយស្ងប់ស្ងៀមឡើយបានគិតយល់ដឹងច្បាស់ថាក្នុងលោកនេះគ្មានអ្វីសម្រាប់ឲ្យរាគៈឆ្អែតឆ្អន់ទេនោះយើងក៏បីអប់រំចិត្តឲ្យចេះសុខជាមួយនឹងរបស់ដែលយើងមាននេះគឺជាជោគជ័យឈ្នះចិត្តទៅតាមផ្លូវព្រះធម៌សេចក្តីសុខ3ប្រការដែលប្រាសចាកទោសនៃអ្នកគ្រប់គ្រងផ្ទះអប់រំមេត្តា1មិនប្រព្រឹត្តក្នុងបញ្ចវរី2មិនមែនសុខព្រោះការពេញចិត្តគួរលរឿងមិនល្អរបស់អ្នកដទៃគឺមានន័យថាកុំយករឿងអ្នកដទៃមកដេកអោបបន្សោតនៅក្នុងចិត្តហើយដេកគិតនិយាយពីរឿងអាក្រក់របស់គេគឺយើងត្រូវនិយាយពីរឿងល្អរបស់យើងក្នុងមួយថ្ងៃដែលយើងបានធ្វើអ្វីខ្លះយើងបានប្រព្រឹត្តអីខ្លះទើបចិត្តរបស់យើងនោះវាបានសុខតែបើសិនជាយើងអាឡ័យទៅខ្វល់ជាមួយអ្នកនេះខ្វល់អ្នកជាមួយអ្នកនោះអ្នកនេះមិនល្អអ្នកនោះមិនអោយយកមកដាក់នៅក្នុងអារម្មណ៍និងចិត្តរបស់យើងចិត្តរបស់យើងវាអត់បានសុខទេទី3មិនមែនសុខក្នុងការបៀតបៀនសេចក្តីសុខអ្នកដទៃតាមរយៈរបស់អួតបង្អឡើយពេលខ្លះ
យើងច្រើនតែបៀតបៀនដីសុខគេពេលខ្លះយើងតែងតែចង់បានរបស់សម្ភារៈនិយមយកមកបង្អួតបង្ហាញដល់អ្នកដទៃដើម្បីថានេះជាសេចក្តីសុខរបស់ខ្លួនឯងដើម្បីចង់ឈ្នះអ្នកដទៃតែតាមពិតពេលខ្លះយើងចង់បានរបស់នោះមកវាមិនអាចថិតថេរនៅបានហើយយើងយករបស់នោះមកក៏គ្រាន់តែប្រកួតគេឲ្យគេឃើញពេលខ្លះគេមើលមិនឃើញគេមិនឲ្យតម្លៃយើងទៅខឹងហើយចិត្តទោសៈហើយចិត្តមោហៈខឹងជាមួយនឹងគេអញ្ចឹងខ្ញុំដើម្បីសេចក្តីសុខបៀតបៀនគេគ្រាន់តែចង់ប្រកួតបង្ហាញដល់អ្នកដទៃសំខាន់គឺការរស់នៅយើងស្គាល់ពីរបៀបនៃការរស់នៅយ៉ាងម៉េចដើម្បីបានសុខចេះមួយចុះពីរក្នុងលោកនិយមការប្រកួតបង្អល់ជាបាបធ្វើឲ្យអ្នកដទៃអស់នឹងអ្វីនោះហើយកើតទុក្ខព្រោះខ្លួនឯងមិនមានធ្វើឲ្យអ្នកដទៃស្រវឹងបាត់ស្មារតីកើតដំណេកចង់សែបសោយនឹងវត្ថុតាគុណប្រសិនថាគ្មានចិត្តបង្អួតបង្អល់ទេមិនប្រាថ្នាឲ្យអ្នកណាកើតទុក្ខឬស្រវឹងវង្វេងឡើយមានតែមេត្តាប្រាថ្នាឲ្យគ្រប់គ្នាបានសុខប្រាសจากទោសនេះគឺជាគុណធម៌របស់ព្រហ្មជាគុណធម៌សម្រាប់ការរស់នៅជីវិតសត្វលោកជាមួយនឹងលោកនេះតើយកអ្វីទៅណោមានអ្វីច្រើនប៉ុណ្ណាអស់យ៉ាងត្រឹមសុខវេទនាសោកសុខទុក្ខសើចយំយូរឬឆាប់ក៏លាលោកតែប៉ុណ្្នឹងឯងនៅក្នុងជីវិតរបស់យើងផ្លូវដាច់ផ្លូវដីដូចផ្លូវជីវិតមិនអាចស្មើសុទ្ធថាឥតមានបញ្ហាជួសជុលវាងតិចមិនភ្លេចសិក្សាកំណត់បញ្ហាបញ្ញាចម្រើន